សម្រាប់ថ្ងៃនេះអាហារបែបសុខភាពវិញម្ដងបងអើយអត់ដឹងធ្វើអីធ្វើមួយមុខនេះហ្មងទៅនៃចំណាយតែ5000ទេណាតែ5000ហ្នឹងទិញតែមួយមុខទេណាទិញតែបាគាទេក្រៅពីហ្នឹងមាននៅក្នុងទូទាំងអស់ហើយគ្រឿងផ្សំរបស់យើងមានតិចល្មមទេជាដំបូងខ្ញុំមកចាប់ផ្ដើមហាន់សិតច្បើងមកហើយបន្លែបងប្អូនចង់បន្ថែមអីទៀតក៏បានដែរខ្ញុំមានតែផ្សិតច្បើងស្នៀតពោតយកទៅបន្លែ3មុខយើងដាក់3មុខបងប្អូនចង់ថែមអីទៀតថែមតែសម្រាប់ខ្ញុំដាក់3មុខហ្នឹងឲ្យសាច់គោហាន់ឲ្យរាងស្ដាងចឹងមកប៉ុន្តែសាច់គោថ្ងៃនេះមើលទៅអត់តំណងទេប៉ុន្តែពេលឆ្អិនទៅផុយសាច់វាផុយល្អមែនតើហ្មងនិយាយទៅទិញសាច់គោមួយថ្ងៃនេះបានសិតតែផុយល្អឲ្យតែមានកម្រងថាឆាទិញមកផុយល្អមែនតើហ្មងហើយស្នៀតពោតយើងយករៀងច្រើនដែរដោយសារខ្ញុំចូលចិត្តអានឹងផ្អែមហ្មងហើយម្ទេសវិញយើងយកមក2ផ្លែហើយបន្ទាប់មកយើងមកហាន់ម្ទេសវិញម្ដងម្ទេសបងប្អូនចង់ហាន់របៀបម៉េចក៏បានដែរយើងដាក់ធំបន្តិចក៏បានដែរដោយសារបន្លែហ្នឹងវាងាយផុយតាមផ្លែទៅឆ្អិនម្ដងតែខ្ញុំហាន់ឲ្យតូចល្មមប៉ុណ្នេះមកហើយឥឡូវគ្រឿងក្រូចរបស់យើងបានរៀបចំអស់ហើយចាប់ផ្ដើមមកឆាវិញម្ដងសម្រាប់ឆាវិញខ្ញុំដាក់ខ្លាញ់តែបន្តិចល្មមឯដោយសារខ្ទះនេះយើងដាក់តិចដាក់ច្រើននេះក៏បានដែរវាអត់ជាប់អញ្ចឹងដាក់ប្រើខ្លាញ់តែបន្តិចល្មមទៅបានហើយហើយបងឃើញចេកគេនឹងចេកនឹងអត់ធ្វើអីណាតែយកមកទុកទេប៉ុន្តែអត់ទាន់បានយកដាក់ឲ្យមុខអញ្ចឹងដាក់ក្នុងចក្រាននឹងសិនហ្មងទៅហើយបន្ទាប់មកយើងចាក់សាច់ចូលមកសម្រាប់បងដែលចង់ចំណាយតិចហើយយើងមានវីតាមីនច្រើនណានេះមួយមុខហ្នឹងគឺត្រូវមែនតើហ្មងកូនក៏ចូលចិត្តដែរដោយសារបន្លែវាស្ទើរផ្អែមមកពោតអីនិយាយទៅឆ្ងាញ់មែនតើណាផ្ទះខ្ញុំនិយាយទៅពោតហ្នឹងចូលចិត្តមែនតើហ្មងហើយនឹងផ្សិតច្បើងចូលចិត្តក្រៅពីហ្នឹងមានក៏បានអត់ក៏បានអញ្ចឹងណាប៉ុន្តែពីមុខហ្នឹងចូលចិត្តដែរអញ្ចឹងបន្ទាប់មកយើងដាក់គ្រឿងក្រូចទាំងអស់ហ្នឹងឲ្យហើយមកតែទៅឆាមួយមុខនេះលឿនមែនតើហ្មងបងប្អូនទាំងអស់គ្នាសម្រាប់អ្នកបញ្ញាប់ទៅធ្វើការតរស៊ីអីគឺត្រូវម៉ាច់ហ្មងលឿនហើយចំណាយលុយតិចទៀតតាំងពីចេះធ្វើម្ហូបមកបងទាំងអស់គ្នាយប់ឡើងគេញ៉ាំសិនលក់ទេដោយសារគិតថាព្រឹកឡើងត្រូវធ្វើអីម្ហូបអីចំណាយអស់ប្រហែលធ្វើម៉េចឲ្យអស់ល្មមហើយមានវីតាមីនមានអីមកចប់ចឹងអញ្ចឹងគិតសពគ្រប់មែនតែនហ្មងហើយមួយមុខនេះខ្ញុំបន្ថែមជាមួយពងទា2គ្រាប់ទៀតប៉ុន្តែខ្ញុំដាក់តាមក្រោយទេបន្ទាប់ពីឆារបស់យើងបានឆ្អិនខ្ញុំដួសទុកហើយបើខ្ញុំចាប់ផ្ដើមមកចៀនពងទាដាក់វិញម្ដងហើយឥឡូវបន្លែយើងដាក់ចូលគ្នាទាំងអស់ហ្មងទៅគ្រាប់តែបន្តិចមកឆ្អិនឲ្យបងប្អូនទាំងអស់គ្នាបងប្អូនខ្លះគាត់អត់យកឆ្អិនពេកអីអាហ្នឹងយើងត្រឡប់មករួចហើយប៉ុន្តែខ្ញុំមួយមុខនេះរៀងយកឆ្អិនបន្តិចចឹងណាអញ្ចឹងតាមចំណង់ចំណូលចិត្តយើងរៀងខ្លួនទុកឲ្យវាពុះតាមផ្លែតមករួចជាការស្រេចហើយរសជាតិសាបប្រៃអីបងប្អូនអាចលៃលកតាមការចូលចិត្តរបស់យើងរៀងខ្លួនអញ្ចឹងណាតែមួយមុខនេះខ្ញុំធ្វើដូចរៀងមកល្មមអត់សាបពេកក៏អត់ប្រៃពេកដែររសជាតិវាមកល្មមឆ្ងាញ់បើយើងធ្វើច្រើនលៃលកគ្រឿងតាមហ្នឹងអញ្ចឹងហើយពងទានេះខ្ញុំមានពងទា2គ្រាប់បន្ថែមអានេះអត់ត្រូវដាក់ក៏បានដែរប៉ុន្តែខ្ញុំចង់ដាក់ទៅឲ្យវាមានពណ៌ស្អាតទៅក្មេងៗចូលចិត្តញ៉ាំណាអញ្ចឹងបន្ថែម2គ្រាប់តែបើបងប្អូនអត់មានអីអត់ដាក់ក៏បានចង់ដាក់ក៏បានចង់អត់ក៏បានណានេះស្រេចតែលើយើងចូលចិត្តអញ្ចឹងណាតែខ្ញុំថ្ងៃនេះរៀងសល់ពេលច្រើនដែរអញ្ចឹងធ្វើហ្មងទៅបន្ថែមតែ2គ្រាប់វាអត់យូរប៉ុន្មានដែរហើយខ្ញុំដាក់ចៀននេះខ្ញុំអត់ប្រើខ្លាញ់ទេយើងដាក់ចៀនហើយគ្រាប់តែបន្តិចមកបន្ទាប់មកយើងកូរត្រឡប់វាមកហើយអត់បន្ថែមគ្រឿងក្រូចអីទេខ្ញុំដាក់យករបៀបរសជាតិនិយាយទៅសាបតែពងទាហើយយើងដាក់គោះតែមួយផ្លែតមកយកមកដាក់ចៀនមករួចជាការស្រេចហើយនេះដូចខ្ញុំបានប្រាប់បងប្អូនអញ្ចឹងបើសិនជាបងប្អូនអត់ចង់ដាក់ក៏បានដែរប៉ុន្តែខ្ញុំចេះតែច្នៃតាមការនឹកឃើញឬមួយក៏ឲ្យបានរៀងច្រើនហើយវាបានញ៉ាំគ្នាច្រើនអីចឹងណាប៉ុន្តែមិនមែនច្រើនហើយអត់ឆ្ងាញ់ណាគឺឆ្ងាញ់ខ្ទិះមែនតើអញ្ចឹងបងអាចសាកធ្វើបានណា